ហើយគឺមានផ្លូវពាត់ជុំវិញភ្នំហ្នឹងបើសិនជាគាត់ជិះមកខាងស្ដាំភ្នំវាហត់តែឆ្ងាយហើយរត់តែស្ងាត់អញ្ចឹងគាត់ជិះតាមផ្លូវដូចរដងគឺមកខាងឆ្វេងភ្នំមានទេប្រជាពលរដ្ឋដែរប៉ុន្តែធម្មតាបងប្អូនអ្នកនៅជនបទធម្មតាម៉ោង 6 គេបិទទ្វារគេចូលសម្រានអស់ហើយគេចូលគេងអស់ហើយគេអត់នៅយើងនៅពេញ 6 7 8 9 10 11ដល់ទូលភ្លឺក៏នៅតែមានមនុស្សដែរតាមតំបន់ដែរអញ្ចឹងណាតំបន់ប្រជុំជនតំបន់ដែលមានប្រជាពលរដ្ឋច្រើនតំបន់នៅក្នុងក្រុងអញ្ចឹងទៅតែនៅជនបទអត់ទេគឺខុសពីយើងដូចម៉ោងស្មោះនេះខ្ញុំកំពុងតែនិយាយនេះគឺម៉ោង 9 ជាងហើយអញ្ចឹងបើយើងប្រៀបទៅជនបទគឺគេកំពុងតែគេលក់ស្រួលបាត់ហើយគេអត់មានអង្គុយធ្វើការរៀនសូត្រអីដូចយើងទេព្រោះដោយសារគេត្រូវការងើបតាំងព្រលឹមដើម្បីទៅធ្វើការដើម្បីទៅសាលារៀនដើម្បីទៅបំពេញនៅកាតព្វកិច្ចរៀងខ្លួនអញ្ចឹងក៏គាត់សម្រេចចិត្តជិះមកហើយពេលហ្នឹងដែរ